ទី4គុណតម្លៃស្នូលរបស់យើងគឺគេហៅថា thoughtfulness វិចារណញ្ញាណអញ្ចឹងសហគមន៍របស់ AA ទាំងអស់ទាំងគ្រូទាំងសិស្សទាំងបុគ្គលិកទាំងអាណាព្យាបាលគឺគាត់ត្រូវដឹងអំពីការគិតគាត់ត្រូវមានបំណិនគិតបែបស៊ីជម្រៅវិចារណញ្ញាណហ្នឹងគឺការគិតបែបស៊ីជម្រៅគិតបែបត្រូវគិតបែបស្វែងយល់អំពីភាពត្រឹមត្រូវហ្នឹងឯងឧទាហរណ៍ពីខ្មែរយើងពីដើមគេហៅថាអ្នកគ្រូធ្លាប់លឺចាស់ពីដើមលោកថាអានេះជាសអមែនហើយកុំតែជាសគាត់និយាយចឹងចឹងពាក្យថាជាសនេះមានន័យថាវិចារណញ្ញាណរបស់គាត់ហ្នឹងគឺអត់ល្អទេគាត់អត់តន់មានបំណិនវិចារណញ្ញាណគ្រប់គ្រាន់ទេអញ្ចឹងនៅ AA នៅស្រាប់អន្តរជាតិ AA យើងសំដៅដល់ការអប់រំសិស្សសានុសិស្សបុគ្គលិកយើងទាំងអស់គាត់ទទួលបាននៅការគិតនៅបំណិនគិតបែបស៊ីជម្រៅបំណិនគិតបែបវិចារណញ្ញាណឧទាហរណ៍ថា Facebook គាត់ឃើញគេបង្ហោះឃើញគេបង្ហោះមិនចឹងផុសមិនចឹងព័ត៌មានមួយចំនួនជាព័ត៌មានคล้ายៗដែរគេហៅថា fake news ថ្មីតែរដ្ឋាភិបាលកម្ពុជាក៏លោកមានវិធានការច្រើនទប់ស្កាត់ក្នុង fake ទៅលើ fake news ដែរអញ្ចឹងមានន័យថាមុននឹង share មុននឹងចែកម្លែកបន្តត្រូវរកឬគល់នៃប្រភពព័ត៌មានហ្នឹងសិនពិតអត់ឬអត់คล้ายពិតឬคล้ายចា៎បាទខ្ញុំយើងបរៀននៅយើងបរៀនសិស្សយ៉ាងម៉េចបើកូនស្ដាប់រឿងអីពីអ្នកណាម្នាក់កូនស្វែងយល់សិនមិនដល់ជឿអ្នកនោះតើគាត់និយាយពិតអត់តើគាត់ជាមនុស្សមិនបានមកយករឿងនោះមកនិយាយប្រាប់កូនអញ្ចឹងយើងមានយន្តការបដិបដាសិស្សយើងកុំឲ្យទៅជាសឲ្យគាត់ចេះគិតបែបស៊ីជម្រៅពិសេសចេះស្វែងយល់រកនៅប្រភពព័ត៌មានដែលត្រឹមត្រូវកុំចេះតែជឿសូម្បីតែព័ត៌មានចំណេះដឹងតែសរសេរនៅក្នុងសភៅសរសេរនៅក្នុង website មួយចំនួនក៏អត់ធានាថាពិតអញ្ចឹងប្រភពចេញមកពីណាហើយប្រភពវាមានទៀតពេលខ្លះសិស្សវិទ្យាល័យយើងណាពេលខ្លះខ្ញុំទៅជែកជាមួយគាត់យើងបដិបដាមួយគាត់រហូតដល់របៀបស្វែងរកឯកសារយោងទៀតខ្លួនឯងយកព័ត៌មានហ្នឹងមកពីណាមកជាប្រភពដើមមកគេក៏មកពីប្រភពទី2ទី3ទី4នោះគឺជាការដែលយើងមើលទៅលើកិច្ចការ